ជាស្ត្រីខ្លាំងកុំភ្លេចរក្សាភាពទន់ភ្លន់សម្ដីពីរោះចេះឲ្យតម្លៃប្តីគោរពឪពុកម្ដាយក្មេកមានចិត្តស្រឡាញ់ពូតគាត់ឲ្យដូចម្ដាយបង្កើតជាស្ត្រីដែលមានការអៀនខ្មាស់ជាមួយបរិសុទ្ធដតីតែពូកែយកចិត្តប្តីពេលរួមដំណេកដោយស្រីហ៊ីតូប៉ាតេបាននិយាយថាស្ត្រីគួរសេពកាមជាមួយស្វាមីឲ្យដូចនារីបេស្យាពុំចាំបាច់មានការខ្មាស់អៀនច្រើនឡើយចំណែកមនុស្សប្រុសបើចង់ខ្លាយជាបរិសុទ្ធខ្លាំងត្រូវតែជៀសវាងឲ្យផុតនៅស្រាស្រីនិងលបែងស្រាស្រីលបែងជាពាក្យដដែលដែលនរណាក៏ធ្លាប់ឮតែភាគច្រើនមិនប្រតិបត្តិតាមនោះឡើយមានរឿងរ៉ាវជាច្រើនដែលគូស្នេហ៍ត្រូវស្វែងយល់ក្រោយជីវិតអាពាហ៍ពិពាហ៍អ្វីដែលខ្ញុំរៀបរាប់ទាំងនេះគឺជារឿងពិតនៃសង្គមមនុស្សដែលចាំបាច់អ្នកត្រូវតែដឹងនិងឧស្សាហ៍ស្ដាប់ឲ្យបានច្រើនដងបើអ្នកធ្វើអ្វីនឹងទទួលផលនោះគ្រាន់តែសកម្មភាពខ្លះពុំបានហុចផលមកភ្លាមនោះទេចក្រវាលត្រូវការចងក្រងគ្រប់សកម្មភាពល្អិតឲ្យសុក្រិតបំផឹកមុនពេលហុចផលត្រឡប់ទៅសកម្មភាពដែលបុគ្គលគ្រប់រូបបានប្រព្រឹត្តកន្លងមកកម្មតែងមានផលជះត្រឡប់មកវិញក្នុងរូបភាពផ្សេងគ្នាបើអ្នកដាល់ជញ្ជាំងមួយដៃផលនឹងហុចមកភ្លាមដាល់តិចឈឺតិចដាល់ខ្លាំងឈឺខ្លាំងវាហុចផលមកវិញបានសុក្រិតណាស់ងាកមកមើលរឿងជាក់ស្ដែងក្នុងសង្គមមនុស្សវិញពលបើពេលនេះគេកំពុងកំសាន្តអារម្មណ៍យើងកំពុងរៀនចុងក្រោយនឹងបង្ហាញលទ្ធផលដូចរឿងសត្វត្រីនិងស្រមោចខណៈពេលសត្វត្រីកំពុងរំច្រៀងស្រមោចឯណោះកំពុងប្រមូលស្បៀងទុកដល់រដូវខ្វះស្បៀងសត្វត្រីគ្មានអ្វីស៊ីចំណែកស្រមោចគ្មានក្តីបារម្ភនឹងជីវភាពឡើយយ៉ាងណាមិញមនុស្សដែលខ្ជះខ្ជាយពេលវេលាដ៏មានតម្លៃរបស់ខ្លួននៅពេលនេះប្រកាសជាស្ដាយក្រោយពេលខ្លួនចូលដល់វ័យខ្ទង់40ឆ្នាំព្រោះអាយុ40ឆ្នាំជាវ័យកំពុងសម្រុករកប្រាក់កសាងជីវភាពសន្សំកម្លាំងទុកពេលចាស់ទៅសន្សំប្រាក់ទុកពិនិត្យសុខភាពនិងដើរលំហែកាយក្រោយឈប់ធ្វើការប្រសិនបើមនុស្សបណ្ដោយខ្លួនមិនខំកសាងសមត្ថភាពរបស់ខ្លួនឲ្យខ្លាំងមុនអាយុ35ឆ្នាំទេនោះវាសឹងតែហួសពេលការងារបច្ចុប្បន្នមានការប្រកួតប្រជែងគ្នាខ្លាំងណាស់វាខុសគ្នាឆ្ងាយកាលពី10ឆ្នាំមុនកុមាររហូតដល់សិស្សនិស្សិតថ្នាក់ខ្ពស់ក៏កាន់តែនឿយហត់នឹងការសិក្សាកាន់តែខ្លាំងផងដែរត្បិតតែកុមារចំនួននេះមានហូបចុកគ្រប់គ្រាន់ការរស់នៅមានផាសុកភាពតែតែងតែមានអារម្មណ៍ថាអាណិតពួកគេជាខ្លាំងព្រោះសម្ពាធសង្គមបានរុញច្រានពួកគេឲ្យខិតខំសិក្សាគ្មានពេលសម្រាកក្រៅពីភាសាខ្មែរចាំបាច់ត្រូវតែរៀនភាសាបរទេសយ៉ាងហោចឲ្យបានមួយគឺដើម្បីប្រជែងនឹងទីផ្សារការងារពិសេសដើរឲ្យទាន់បច្ចេកវិទ្យាទំនើបបើនៅប្រទេសកូរ៉េខាងត្បូងវិញយុវវ័យមានសម្ពាធផ្លូវចិត្តច្រើនណាស់ក្រៅពីអំពីចាប់យកចំណេះដឹងពួកគេត្រូវតែមានសម្រស់ស្អាតទើបអាចមានឱកាសចាប់យកអាជីពការងារដែលមានគូប្រជែងច្រើនបានកត្តានេះបានដាក់សម្ពាធឲ្យមាតាបិតាត្រៀមកញ្ចប់ថវិកាទុកកែសម្ផស្សកូនក្រោយរៀនចប់ឬដល់វ័យក្រោយ18ឆ្នាំប្រិយមិត្តស្ដាប់ទៅយល់យ៉ាងណាដែរនេះគឺជាការពិតអំពីសង្គមបច្ចុប្បន្នខ្ញុំនិយាយនេះមិនមែនបំភ័យអ្នកនោះទេមនុស្សសម័យនេះចាំបាច់ត្រូវតែគិតអំពីចំណេះដឹងជាកត្តាទី1មនុស្សដែលចូលដល់អាយុខ្ទង់40សុខភាពចាប់ផ្ដើមចុះខ្សោយជំងឺជាច្រើននឹងលេចរូបរាងឡើងជាច្រើនសន្តានសូមកុំភ្លេចថែសុខភាពហាត់ប្រាណជាប្រចាំកុំសប្បាយភ្លេចខ្លួនកុំហូបជុកលើសកម្រិតត្រូវរៀនធ្វើ fasting កុំវក់កុំចង់ភ្លក់រសជាតិនឹងអំពើអបាយភូមិទាំង3ស្រីស្រាលបែងត្រូវធ្វើជាគំរូល្អសម្រាប់គ្រួសារជាតំណាងឲ្យពូជពង្សវង្សត្រកូលដ៏ល្អផុសផង់កុំធ្វើជាមនុស្សប្រុសដែលទៅធ្វើការនៅកន្លែងណាលួចមានស្រីនៅកន្លែងនោះខ្ញុំតែងចាត់ទុកមនុស្សប្រភេទនេះជាមនុស្សចោលលំសៀតចូលស្មោះត្រង់នឹងដៃគូជីវិតយកចិត្តទុកដាក់នឹងក្រុមគ្រួសារមើលថែកូនពិនិត្យតាមដានការសិក្សារបស់កូនជាប្រចាំដើម្បីកុំឲ្យហួសពេលកុំឲ្យដូចគេថាប្រឹងដើម្បីកូនតែគ្មានពេលសម្រាប់កូនគ្មានពេលវេលាដើរកម្សាន្តសប្បាយជាមួយក្រុមគ្រួសារ
មួយថ្ងៃសំងំតែនឹងការងារលឹះកម្រិតខ្លះទៀតមានពេលផឹកតែគ្មានពេលបង្រៀនកូនជីវិតក្រោយអាពាហ៍ពិពាហ៍ផ្ទុយគ្នាដាច់ស្រឡះពីជីវិតស្នេហាកាលនៅជាដៃគូសង្សារការស្រឡាញ់គ្នានៅគ្រាជាសង្សារបុគ្គលទាំងសងខាងពុំតាន់បានស្គាល់គ្នាច្បាស់នៅឡើយភាគច្រើនមើលឃើញតែចំណុចល្អរបស់ដៃគូមានតែភាពផ្អែមល្ហែមនឹងគ្នាបើបាននិយាយទូរស័ព្ទគឺនិយាយរាប់ម៉ោងនិយាយមិនចេះឆ្អែតតែក្រោយពីរៀបការនាំគ្រោះជាមួយគ្នាគូប្តីប្រពន្ធនឹងជួបរឿង100គុណបញ្ហានឹងកើតមានឥតឈប់ក្រោយពីនោះដៃគូត្រូវគិតអំពីជីវភាពចាប់ផ្ដើមមានកូនមានបន្ទុកកូនរៀនកូនឈឺកូនធំចំណាយកាន់តែច្រើនរស់នៅជីគ្នាខំនាមជាប្តីប្រពន្ធចាប់ផ្ដើមមានគំនិតចង់មានចង់បានចង់មានរថយន្តល្អមានផ្ទះស្នាក់នៅសមរម្យរាល់ពេលបុណ្យទានត្រូវចំណាយច្រើនទៅលើក្រុមគ្រួសារខាងស្រីនិងខាងប្រុសមានបន្ទុកជួយព្យាបាលឪពុកម្ដាយប្រសិនបើពួកគាត់ខ្វះខាតពេលជួបរឿងក្តៅត្រជាក់លវិញជូរចត់ចរិតពិតរបស់ប្តីឬប្រពន្ធនឹងស្ដែងចេញមកទាំងអស់ក្រោយជួបបញ្ហាទាំងអម្បាលម៉ានទាំងនេះហើយដែលជាកត្តានាំឲ្យចរន្តនៃការលែងលះគ្នាចេះតែកើនឡើងក្នុងសង្គមខ្មែរគឺមនុស្សលែងលះគ្នាបន្ទាប់ពីស្គាល់គ្នាច្បាស់ប្រសិនបើបញ្ហានេះមកដល់ដៃគូប្តីប្រពន្ធបើចិត្តមិនបានជាមួយសាច់ញាតិទូលាយពេកតាំងពេកប្រកាសជាកើតមានជំលក់ក្នុងគ្រួសារជាមិនខានពេលរកប្រាក់បានមិនប្រកាសថាមានសុភមង្គលឡើយប្រសិនបើអ្នកនៅតែមានចិត្តចង់ឆ្ងាញ់របស់ខាងក្រៅផ្ទះពិសេសបុរសត្រូវតាំងគោលគំនិតរឹងមាំមានចិត្តស្មោះត្រង់នឹងភរិយាយកចិត្តទុកដាក់នឹងក្រុមគ្រួសារឲ្យបានច្រើនកុំអាងតែខ្លួនជាអ្នករកប្រាក់ផ្គត់ផ្គង់គ្រួសារអាចធ្វើអ្វីបានតាមចិត្តឲ្យសោះជឿខ្លួនចុះប្រសិនបើអ្នកមិនឲ្យតម្លៃដៃគូជីវិតទេថ្ងៃណាមួយអ្នកនឹងស្ដាយក្រោយបើរឿងផ្ទុះធំពុំអាចត្រឡប់ក្រោយបានឡើយខ្ញុំតែងតែតាស់តឿនគប់មនុស្សទាំងអស់ដោយមិនក្រែងចិត្តឡើយអំពីរឿងទាំងនេះដោយឃើញស្រាប់ហើយសង្គមខ្មែរយើងបច្ចុប្បន្ននេះវាបែបណាស់ហើយខ្ញុំឃើញតែរឿងអាម៉ាស់អំពីក្រុមគ្រួសារខ្មែរឆ្លោះទាស់តែងគ្នាលើ Facebook អាសោចគេពីនផ្ទៃប្រទេសចុះចំណាយស្ត្រីដែលជាភរិយាវិញយ៉ាងដូចម្ដេចដែរខ្ញុំសង្កេតឃើញថាស្ត្រីដែលពូកែរកស៊ីភាចានដែលលេចធ្លោក្នុងបណ្ដាញសង្គមចុងក្រោយច្រើនតែបែកបាក់គ្រួសារខ្ញុំមិនចោទថាមកពីនារីទេតែវាជាការពិតពេលស្ត្រីជាអ្នកចេញមុខរកលុយក្នុងគ្រួសារគាត់តែងតែមើលរំលងសមត្ថភាពរបស់ប្តីខ្វះការឲ្យតម្លៃបាត់បង់ភាពទន់ភ្លន់សម្ដីលែងពីរោះពេលនិយាយទៅកាន់ប្តីពិសេសបំផុតចំណុចដែលបរិបប្រកាន់គឺការបាត់បង់កិត្តិយសខ្ញុំហ៊ានធានាថាបរិស្ទើរតែ 100% នៅលើពិភពលោកសុទ្ធតែត្រូវការកិត្តិយសដូច្នេះប្រសិនបើភរិយាភ្លាត់ស្នៀតធ្វើឲ្យប្តីបាក់មុខក្នុងចំណោមមនុស្សច្រើនគ្នាគាត់នឹងសម្រេចចិត្តដើរចេញនៅពេលណាមួយមិនខានចំណែកស្ត្រីជោគជ័យមួយចំនួនទៀតដែលពូកែរកស៊ីគ្រួសារក៏មានសុភមង្គលសូមចូលឲ្យចិត្តគាត់បន្តិចអ្នកនឹងដឹងថាគាត់ជាស្ត្រីសាមញ្ញនៅផ្ទះគាត់ដាក់ខ្លួនចំពោះក្រោមគ្រួសារចរិយាមយាទន់ភ្លន់ចេះឲ្យតម្លៃអ្នករាល់គ្នារស់នៅបែបសាមញ្ញមិនចេះប្រកាន់ច្រើនឡើយតែចំពោះមុខជំនួញឬការងារនៅក្នុងមជ្ឈដ្ឋាននៃសង្គមទូទៅវិញគាត់ជាស្ត្រីម៉ត់ចត់ចេះបត់បែនតាមស្ថានភាពចុងខ្លាយជាបុរសខ្លាំងមែនទេមិនពិបាកឡើយបុរសត្រូវតែកិច្ចគួយផុតនៅអន្ទាក់ទាំង3គឺស្រាស្រីនិងល្បែងជាបុរសដែលមានទំនួលខុសត្រូវចំពោះគ្រួសារចេះថ្នមភរិយាហាមដាច់ខាតការប្រៅអំពើហិង្សាលើប្រពន្ធកូនបុរសត្រូវមានការប្រាស្រ័យទាក់ទងល្អជាមួយញាតិខាងប្រពន្ធចេះផ្ដល់តម្លៃនិងគោរពពួកគាត់ឯស្ត្រីខ្លាំងកុំភ្លេចរក្សាភាពទន់ភ្លន់សម្ដីពីរោះឲ្យតម្លៃប្តីជាស្ត្រីដែលមានការអៀនខ្មាស់ជាមួយបរិបទដតីតែពូកែយកចិត្តប្តីពេលរួមដំណេកឥឡូវនេះខ្ញុំនិយាយដល់ទីបញ្ចប់ហើយខ្ញុំសូមអរគុណប្រិយមិត្តសម្រាប់ការតាមដានស្ដាប់ប្រសិនបើខុសឆ្គងខ្ញុំសូមអភ័យទោសផងឬប្រិយមិត្តអាចបញ្ចេញមតិយោបល់បន្ថែមក្នុង comment ក្រោមវីដេអូសូមសំណាងល្អជោគជ័យគ្រប់ក្រុមគ្រួសារនិងការងារជម្រាបលា